giờ cả đàm lá nâng chỉ mặt tệ sầm đẹp sầm màu khác một nâng tô riêng chẳng sầm khăn bầm phật cả điện số cứ group kia rồi vậy group bằng group tìm mới group mong tin lên liên tốt đó nhưng đang hỏi thà tầm phơi rất máu cũng buồn tầm phơi cũng buồn hỏi là những mong tin mong pram nhưng dừng group mong tin nhưng group tìm mua tại group tin bị liên sâu hai group tin tí group cả đậm nhưng group cả đậm từ tha lục cha ban sầm đai pram nơiចំណុចណាគឺយើងត្រូវព្រមស្ដាប់កុំឲ្យយើងចូលសមាធិព្រោះពេលស្ដាប់ធម៌ហ្នឹងបើមិនជាយើងមិនចូលសមាធិអស់លើចាសម្ដែងធម៌ហ្នឹងអត់បានកាយទេព្រោះសមាធិផលិតគឺទាំងអស់អញ្ចឹងបើលើចាមកសម្ដែងធម៌គឺសម្ដែងតាមសោតដល់ពីអញ្ចឹងបើសាស្ត្រានុសិស្សចូលសមាធិកតនាបានុសតិកម្មដ្ឋានអស់ទៅហើយអញ្ចឹងលើការសម្ដែងធម៌ហ្នឹងក៏អត់នៅអញ្ចឹងធ្វើមកទៅចាធ្វើសមាធិស្ដាប់ធម៌ឃើញទេមិនមែនធ្វើសមាធិមួយយ៉ាងទេគឺធ្វើសមាធិស្ដាប់ធម៌ពេលស្ដាប់ធម៌បើយើងចូលកាន់សមាធិឡើងកាន់ឧបេក្ខាទាំងអស់ហើយបង្អោនចិត្តទៅកាន់សោតៈសតទ្វានេះស្ដាប់ធម៌យកសំឡេងយកអត្តចេញពីអ្នកទាំងអស់នេះនាំចូលទៅក្នុងចិត្តហើយប្រៀបធៀបនឹងខ្លួនអញ្ចឹងបានន័យថាលោកអាចារ្យដែលសម្ដែងធម៌គឺមានបញ្ហាពីរបញ្ហាទី1គឺផ្ទៀងផ្ទាត់នៅធម៌ដែលខ្លួនបានឆ្លងកាត់ហើយដែលខ្លួនបានយល់ហើយដែលខ្លួនបានអនុវត្តហើយតើត្រឹមត្រូវនឹងធម៌ដែរឬទេនេះនឹងផ្ទៀងផ្ទាត់ដោយសម្ដែងទៅហ្នឹងគឺយើងដឹងខ្លួនយើងផ្ទៀងផ្ទាត់នឹងខ្លួនយើងឧទាហរណ៍ថាលោកសម្ដែងអំពីសិលអញ្ចឹងយើងផ្ទៀងយើងមើលតើសិលបានដូចលោកសម្ដែងទេវាខ្វះសមាណាបើលោកសម្ដែងអំពីសមាធិខ្យល់4រកូលតើយើងធ្វើដោយលោកសម្ដែងដែរទេកន្លងមកនេះយើងចេះដឹងអញ្ចឹងទេយល់អញ្ចឹងទេយល់ឃើញដោយលោកទេអញ្ចឹងទេយើងផ្ទៀងផ្ទាត់អាហ្នឹងយើងផ្ទៀងផ្ទាត់អញ្ចឹងលោកសម្ដែងខទៅគឺទៅផ្ទៀងនឹងការអនុវត្តរបស់ខ្លួនខុសឬត្រូវវាចាប់ឲ្យជាប់អាហ្នឹងហើយចំណុចមួយទៀតធម៌ថ្មីដែលខ្លួនមិនទាន់ត្រាស់ដឹងហើយលោកប្រាប់ឲ្យយកទៅធ្វើអញ្ចឹងយើងត្រូវចាប់យករបៀបដែលរបៀបការបប្រតិបត្តិនោះឲ្យបានចំណុចណាដែលយើងទស្សនៈមិនទាន់យល់គឺយើងត្រូវសួរលោកអាចារ្យយើងសួរហើយមិនត្រូវសួរលោកអាចារ្យអត់មានលក្ខលៀមអត់មានខ្លាចរន្ធត់ញាប់ញ័រមិនហ៊ានសួរមិនហ៊ាននិយាយអត់មានខ្លាចគេសោចអត់ទេព្រោះដល់ពេលប្រឡងមិនមែនទៅទេណាអត់មានទៅទេក្តារខៀនទេប្រឡងគឺសួរឆ្លើយណាអញ្ចឹងយើងហាត់ទៅហើយហាត់ស្មារតីយើងប្រុងឆ្លើយប្រុងសួរឲ្យព្រោះមានតែប្រឡងអង្គុយជុំមានចេះអីអត់ទេប្រឡងមួយម្ដងឡើងដោយថាប្រឡងលឿនហ្នឹងចូលមួយមកបាត់វាសួរសិនហើយចេញទៅចូលមួយទៀតអញ្ចឹងអត់ទេយើងត្រូវតែហាត់សួរហាត់និយាយឲ្យហ្នឹងគោរពក្នុងការស្ដាប់ដោយពុទ្ធលោកពោលថាសកច្ចੰធម្មੰសូណាតេឃើញទេស្ដាប់ធម៌ដោយគោរពនឹងពាក្យថាគោរពអញ្ចឹងនឹងបានកើតអី
បានកើតបញ្ញាមួយហៅថាសត្តមយៈបញ្ញាបញ្ញាកាន់ពីស្ដាប់នឹងគោរពក្នុងការស្ដាប់ដល់ស្ដាប់យល់ចូលចិត្តហើយប្រៀបនឹងខ្លួនត្រឹមត្រូវហើយធម៌ទាំងឡាយដែលអាត្មាបានធ្វើកន្លងមកដូចជាពុទ្ធដីកាព្រះអង្គសម្ដែងអញ្ចឹងឃើញត្រឹមត្រូវទេហើយនឹងយកធម៌ថ្មីទៀតទៅធ្វើទៅភាវនានេះសម្លេងបទធម៌ដែលលោកសម្ដែងទាំងអស់បានចូលទៅក្នុងចិត្តហើយបង្កើតបញ្ញាយកទៅបរិកម្មភាវនាទៅឃើញដូចជាលោកសម្ដែងអញ្ចឹងនឹងហៅភាវនាមយៈបញ្ញាវាបញ្ញាកើតពីចម្រើនអប់រំអញ្ចឹងបញ្ញាកើតពីស្ដាប់បញ្ញាកើតពីចម្រើនអប់រំបញ្ញាមួយទៅកើតពីគិតនឹងដែលយើងស្ដាប់ទៅយើងស្ដាប់ទៅយើងយល់ពីស្ដាប់ហើយយើងយកទៅគិតលោកគ្រូសម្ដែងថាម៉េចហ្នឹងសម្ដែងថាម៉េចឲ្យអង្គុយយ៉ាងម៉េចឲ្យដាក់ដៃយ៉ាងម៉េចឲ្យធ្វើយ៉ាងម៉េចទៅណាធ្វើចេះធ្វើចោះនឹងហើយសត្វហើយចន្ទមយៈបញ្ញាសត្តមយៈបញ្ញាចន្ទមយៈបញ្ញាហើយបានភាវនាបានត្រាស់ដឹងធម៌ហៅភាវនាមយៈបញ្ញានេះបញ្ញាទាំង3នេះកើតឡើងដោយសារគោរពស្ដាប់គោរពក្នុងការគិតគោរពក្នុងការប្រតិបត្តិនឹងគោរពអញ្ចឹងបដិបត្តិនេះមិនដូចជាប្រយតិទេមិនដូចជាកហៅបរិយ័តណាបរិយ័តគេស្ដាប់គេគិតអញ្ចឹងធ្វើម៉េចឲ្យទៅចាប់គឺបានទៅអង្គុយទៅចម្រើនអីឲ្យឃើញអីទេគេនាំគ្នាមកជុំគ្នាដូចតែគ្នាហ្នឹងអញ្ចឹងគេជុំគ្នាអញ្ចឹងប៉ុន្តែគេរៀនធម៌គឺមិនមែនរៀនរបៀបបប្រតិបត្តិទេគេរៀនជាកងធម៌ក្រុមធម៌ពួក1ពួក2ពួក3ពួក4គេហៅឲ្យចេះដឹងនៅពុទ្ធវចនៈណាគឺនៅទៅសូត្រអភិធម្មអីបរមត្តធម៌ហ្នឹងសុទ្ធតែបរិយតិទេសុទ្ធតែបរិយតិទាំងអស់អ្នករៀនអ្នកគិតអ្នកទិញវិន័យនឹងគ្រាន់តែជាអ្នករៀនវិន័យទេមិនមែនអ្នកប្រតិបត្តិវិន័យទេអ្នកទិញអ្នកគិតឲ្យចង់ចាំវសូត្រនឹងគ្រាន់តែរៀនពុទ្ធវចនៈវសូត្រទេតែមិនទាន់ជាអ្នកធ្វើវសូត្រដោយការឡើងក្នុងខ្លួនទេនៅទេណាអ្នករៀនអភិធម្មនឹងអភិធម្មឲ្យបរមត្តធម៌នឹងតែមួយដែរទៅច្រឡំថាបរមត្តផ្សេងអភិធម្មសងហ្នឹងតំណឹងសូមថែពាក្យបន្តិចអភិធម្មៈមកអំពីអភិបបត្តិទាំងធម្មៈផ្សំទៅអភិធម្មៈប្រែតែធលឥតក្រៃលែងធដល់ក្រៃលែងមកជ្រៅជ្រៅសុខុមណាអភិមួយម៉ាត់ហ្នឹងវាក្រៃលែងវាល្អិតវាសុខុមវាជ្រៅជ្រៅវាធហ្នឹងគឺធហ្នឹងវាល្អិតវាសុខុមណាស់ដែលប្រពុតដោយសម្ដែងមកហ្នឹងបរិយតិហ្នឹងបរិយតិហ្នឹងតែធម៌ដែលព្រះអង្គសម្ដែងហ្នឹងវាអស់សត្វអស់បកុលអស់គួរខ្លួនទៅវាមានតែធម៌សត្វហើយសភាវៈហើយដល់សភាវៈហ្នឹងវាឆ្លងអំពីពាក្យបញ្ញត្តិលោកីវាសិតតែពាក្យបរមត្តទាំងអស់អញ្ចឹងបានលោកហៅអភិធម្មមកនិយាយពីខណ្ឌ5យតនៈ12ធាតុ13អរិយសច្ចៈ4អិន22ទៅសមុបត្តិ12ណានេះអភិធម្មស្មើនឹងពាក្យថាបរមត្ថៈបរមត្ថៈមកពីបរមៈនិងអដ្ឋៈអដ្ឋៈប្រែថាសេចក្តីបរមៈប្រែថាដល់ប្រសើរដល់ល្អិតអញ្ចឹងបរមត្ថៈហ្នឹងគឺធម៌ហ្នឹងមានសេចក្តីល្អិតក្រៃលែងល្អិតម៉ាស់ល្អិតម៉ាស់អញ្ចឹងវាសិតសភាវៈទាំងអស់ដូចតែគ្នាហ្នឹង
អវិធម្មនិងបរិមត្តដូចតែគ្នាទេអ្នករៀនបរមត្ថធម៌អ្នករៀនអវិធម្មហ្នឹងគេហៅពុទ្ធវចនៈមិនទាន់ហៅវិបស្សនាតរៈទេដល់ទៅតន់ណែនឹងដល់តន់ដូចតែរៀនវិន័យចាំវិន័យតែអត់ទាន់ហៅអ្នកត្រូវត្រង់វិន័យទេគេហៅវិនយៈតរូនោះអ្នករៀនប្រសូតចាំពាក្យរបស់ព្រះអង្គមកសូត្រតែមិនទាន់ហៅសពតន្តៈរូទេនៅទេនៅរៀនបរមត្ថធម៌ហ្នឹងក៏នៅរៀនចាំចឹងមិនទាន់ហៅវិបស្សនាថេរៈទេគេវិបស្សកោអញ្ចឹងបានលោកចែកថាការទិញវិន័យឲ្យចាំនឹងមួយការទិញប្រសូតឲ្យចាំនឹងមួយការទិញអភិធម្មបរមត្ថធម៌មួយហ្នឹងទាំងអស់នេះហៅបរិយតិយល់ទេហ្នឹងតែលើច្រឡំគ្នាទៅហ្នឹងហើយតែច្រឡំទៅហ្នឹងសង្សារវដ្តនេះវែងហើយព្រោះអត់បានធ្វើផងអញ្ចឹងអ្នកវិន័យរៀនវិន័យតរហ្នឹងពុតកាយវិការត្រង់វិន័យហ្នឹងព្រះហាមឲ្យឃើញចឹងដូចតែថាឥឡូវកោសក់កោព្រាមកាត់កញ្ចក់ព្រាមឃើញទេអញ្ចឹងវិន័យគឺកណាដល់ទៀតថាត្រង់វិន័យមួយម៉ាត់ណាគឺនៅនឹងធ្វើហ្មងអនុវត្តវិន័យហ្នឹងបានคล้ายទៅជាសិលណែបានคล้ายទៅជាសិលឃើញទេបានคล้ายទៅជាសិលអ្នកហ្នឹងរៀនហើយយកមកបប្រតិបត្តិធ្វើទៅគេហៅថាសិលអ្នករក្សាសិលគឺជាអ្នកត្រង់វិន័យនឹងឲ្យយល់ពាក្យអញ្ចឹងបានតែខំចឹងច្បងច្បល់ប្រសូតនិយាយអំពីទានសិលភាវនាចាំរូបតែបើមិនទាន់ឲ្យទានមិនទាន់រក្សាសិលមិនទាន់ធ្វើភាវនាទេមិនហៅត្រង់ប្រសូតទេអញ្ចឹងតើធ្វើទៀតធ្វើឲ្យឃើញមកសម្ដែងចេញមកឲ្យឃើញមកឲ្យឃើញប្រកបថាឥឡូវហ្នឹងបានឲ្យទានកំពុងឲ្យទានហ្នឹងគេហៅអ្នកត្រង់ប្រសូតកំពុងសងំមកយ៉ាងផនទេរសាសិលហ្នឹងហៅអ្នកត្រង់ប្រសូតកំពុងអង្គុយភាវនាហ្នឹងគេហៅត្រង់ប្រសូតតែអ្នកត្រង់ប្រសូតធ្វើនឹងធ្វើដល់ទៅបរមត្ថធម៌អវិធម្មដែលហៅថាវិបស្សនាតរៈនោះបាននៅតែយកធម៌ទាំងអស់នោះដែលទិញចាំតាមវិខណ្ឌធៀបអាយតនៈឥន្ទ្រីសច្ចៈប្រតិសមុបាទហ្នឹងយកមកកំណត់ទុកក្នុងចិត្តយោនិសោមនសិការៈនេះអ្នកសិក្សាភូមិអារម្មណ៍របស់វិបស្សនាតែភូមិអារម្មណ៍អវិធម្មទាំងអស់ហ្នឹងមិនយកមកទាំងអស់ទេដកយកចំណុចណាមួយគេហៅដូចជាពាក្យថារូបធម៌នេះណាមើលណារូបធម៌វណ្ណោនឹងសិក្សាភូមិអារម្មណ៍មិនទិញណាទិញរួចហើយយកមកកំណត់ទេវណ្ណោនឹងគេហៅកំពុងតែសិក្សាភូមិអារម្មណ៍អញ្ចឹងរូប28ត្រូវធ្វើយោនិសោមនសិការៈទុកក្នុងចិត្តទាំងអស់ក្នុងរាងកាយនេះនឹងបានគេហៅសិក្សាភូមិអារម្មណ៍របស់វិបស្សនាមិនគ្រាន់តែទិញទេតែគ្រាន់តែទិញបរិយតិបាត់ហើយអត់ផ្លូវទេអត់តែចេះហ្នឹងតែឲ្យកំណត់រួម28គេកំណត់គេសិក្សារួម28ហើយគេរៀនកម្មយកមួយចឹងបានសង្ឃឹមលើលោកអាចារ្យនោះកូនសាណាចេះលោកអាចារ្យត្រូវសម្ដែងឲ្យគេយល់អំពីពាក្យថាវណ្ណោនឹងមិនសត្យនឹងមិនគ្រាន់ធៈនឹងមិនរសៈនឹងមិនឲ្យជារឹងក្តៅលហើយនោះឲ្យគេរៀនកម្មយករឹងមើលស្ទាបមើលរឹងនឹងរៀនអញ្ចឹងវិបស្សនារៀនអញ្ចឹងបើទៅសេតក្រាខៀនចិត្តកត់ទៅផ្ទះកត់ទៅផ្ទះហ្នឹងដឹងរៀនអ្ហ្មងអញ្ចឹងទេនឹងយ៉ាត់ទៅហ្នឹងឥឡូវនេះយើងទាំងអស់គ្នានេះពេលនេះយើងសិក្សាអំពីវិបស្សនាមិនចឹង
ណាសិលសមាធិរៀនអស់កន្លងហើយឥឡូវសិក្សាអំពីវិបស្សនាហើយឆ្នាំដឹងស្មាននិយាយវិបស្សនាច្រើនសមាធិបកុលឲ្យប្រគ្រូវិបស្សនាកោសលឯណោះហើយសិលបកុលឲ្យខាងធម្មចាឯកសារ៉ែនេះថ្នាក់យើងនេះគឺសិក្សាអំពីវិបស្សនាធរៈវិបស្សនាសត្វមកវិបស្សនាបញ្ញាសត្វសិក្សាអំពីភូមិអារម្មណ៍ណាសិក្សាអំពីរិទ្ធគុលវិបស្សនាសិក្សាអំពីតួវិបស្សនាមកនេះនឹងយើងចូលដល់ថ្នាក់គួរហើយអញ្ចឹងនឹងនិយាយព្រះអង្គឲ្យតែចេះអស់ទេណាហ៎ចេះហើយនឹងសាឡេមិនសួរទេមកចេះតិចខ្ទីឲ្យពេលយើងយូរឆ្នាំហើយប៉ុន្តែទុកជាយ៉ាងណាក៏ដោយក៏ខ្ញុំប្រកាសណាស្មារតីសើរឺយកចំណុចខ្លះគេហៅថ្នាក់ដំបូងខ្លះឆ្នាំទី1ឆ្នាំទី2ខ្លះហើយបានចាប់តបឆ្នាំទី3ទៅហ្មងនឹងសើរឺចាស់ណាសើរឺចាស់តែលើព្រះអង្គអីភ្លេចទៅតាលោកយាយអីភ្លេចអញ្ចឹងទៅអញ្ចឹងបានទៅសើរឺឥឡូវយើងស្ដាប់ចំណុចមួយសំខាន់បើគេសួរថាអ្នកសិក្សាវិបស្សនាត្រូវមានអីជាខាងដើមណាមានអីខាងដើមមានសទ្ធាណាទៀតណាបឋមវិបស្សនាដែលយើងបប្រតិបត្តិមានសទ្ធាខាងដើមធម៌មានជំនឿដូច្នេះជំនឿដែលកើតឡើងក្នុងចិត្តគឺយើងត្រូវតែបញ្ចេញឲ្យឃើញច្បាស់ដោយកាយប្រយោគនិងបច្ចេកប្រយោគនឹងគេហៅថាអ្នកមានជំនឿនោះទេណាគេហៅសទ្ធានុសារីបុគ្គលឯនោះអ្នកមានកិរិយារលឹកដោយជំនឿនោះទេអញ្ចឹងមានជំនឿនៅខាងដើមអញ្ចឹងជំនឿដែលយើងត្រូវនិយាយនឹងតើយើងនិយាយថាម៉េចនេះដល់ពេលប្រឡងសួរអញ្ចឹងណាយើងជឿថាម៉េចហើយបញ្ចេញឲ្យឃើញច្បាស់ឥឡូវនេះនឹងភ្នែកនឹងតិចតែហ្មងទៅអញ្ចឹងជំនឿយើងត្រូវនិយាយថាជំនឿគឺកម្មផលនេះគោលការណ៍កម្មផលណាមនុស្សអាយុខ្លីមកអំពីសម្លាប់សត្វមិនមកអំពីអីទេមិនមែនមកអំពីគេបាញ់ទេហើយច្រឡំគេបាញ់មកអំពីម៉ូតូជន់មែនទេមែនមកអំពីម៉ូតូជន់ផងហើយមកអំពីអីមកអំពីឈឺបានវាស្លាប់អញ្ចឹងអាយុខ្លីហើយសត្វហ្នឹងគេនាំគ្នានិយាយតែផលគេមិនដែលនិយាយខែកងនេះអ្នកមានជំនឿក្នុងខ្លួនគេនិយាយមិនគេនិយាយថាគាត់ដែលអាយុខ្លីហ្នឹងមកពីគាត់សម្លាប់សត្វទៅជាតិមុនមកព្រោះជនណាឲ្យអាយុខ្លីគេនឹងបានអាយុខ្លីវិញអញ្ចឹងម៉ូតូជន់គេបាញ់គេសម្លាប់ទាំងអស់នេះសុទ្ធតែជាគ្រឿងសម្រេចរបស់មនុស្សអាយុខ្លីទាំងអស់ហើយលទ្ធផលទេណែផលមនុស្សនឹងដើរទៅឲ្យម៉ូតូជន់ណាមានម៉ូតូហត់ទៅជន់ឯងណាបើអញ្ចឹងគេជន់គ្រប់តែគ្នាដែរគេសម្លាប់គ្រប់តែគ្នាដែរអានេះជាផលរបស់កម្មរបស់ផងខ្លួនបើយើងនិយាយចំទៅនឹងយើងអត់កើតទោសៈអត់តូចចិត្តទេឃើញទេអត់កើតទុកអត់តូចចិត្តអត់ជីអត់ប្តឹងអត់តាមចាប់អីតោះធ្វើឲ្យកម្មរបស់ខ្ញុំនេះជាលទ្ធផលរបស់ខ្ញុំសាងពីមុនមកអញ្ចឹងអត់មានតែប្តឹងផ្ដាល់តឡាការបលិសចាប់ទៅណាអីណាអត់អស់ព្រោះបុគ្គលដែលមានជំនឿក្នុងសាសនាពុទ្ធ
បើយើងអត់ជឿទេនៅនេះជាន់អញឲ្យទៅចាប់វាដាក់គុកបង្កើនកម្មបន្តទៅទៀតយល់ទេយើងសាងកម្មយើងទទួលផលនៃកម្មអំពីយើងធ្វើបជនមុនហើយយើងទៅសាងកម្មបច្ចុប្បន្នសម្រាប់ជាតិក្រោយទៀតអញ្ចឹងមកអំពីយើងអត់ទាន់យល់អំពីពុទ្ធសាសនាឥឡូវយល់ហើយនៅយល់ហើយនៅចេះនិយាយត្រូវទេយ៉ាត់ប្រឡងខ្លាសួរអញ្ចឹងហើយអត់មានទៅសួរអីទេព្រោះសត្វទាំងអស់កើតតាមហេតុតាមបច្ច័យកើតក៏តាមហេតុតាមបច្ច័យរលត់ក៏តាមហេតុតាមបច្ច័យកើតតែរលត់តាមហេតុតាមបច្ច័យជាបន្តបន្ទាប់អត់ឈប់អញ្ចឹងគាត់ដឹងឈឺច្រើនមិនមកឲ្យគាត់ធ្វើការប្រឹងទេមកអំពីគាត់បៀតបៀនសត្វអីតាគេប្រឹងគ្រប់គ្នាមិនក៏មិនឈឺទៅគាត់នឹងគាត់បៀតបៀនសត្វអញ្ចឹងមនុស្សយើងណាត្រូវចេះទទួលកំហុសរបស់ខ្លួននឹងបានទៅនិព្វានបានហើយបើដើរតែបន្ទោគេនឹងអត់បានទៅនិព្វានទេខ្លួនឯងឈឺទៅបន្ទោខ្មោចខ្លួនឯងឈឺទៅបន្ទោខ្មោចម៉ែខ្មោចឪអត់បានទៅនិព្វានទេព្រោះអីព្រោះបុគ្គលយល់ធម៌ចំមិនមែនជាហេតុហើយសត្វទាំងឡាយសពថ្ងៃនេះគេតែងតែកាន់យកផលមកធ្វើជាហេតុទាំងអស់អត់ច្រឡំធម៌ហើយច្រឡំធម៌ហើយនឹងរឿងជំនឿណានេះជំនឿនេះលោកយាយព្រះអង្គសិទ្ធិស័ក្តិទី3ឆ្នាំទី3អើយគាត់នេះក្រលហេងលហាមបាយទឹកមកពីអីមកពីគាត់ខ្ជិលរកស៊ីអីមកភ្លើងចិត្តតែឆេះអីហើយមកពីចោលចិត្តទៅលួចហើយកូនខ្លាញ់ហើយប្តីកុំខ្លាញ់មកពីអីមកពីទោះអត្តនីទានអ្នកការដែលខ្លួនសង្សំទុកហើយក្នុងការមុនឃើញទេគេនិយាយចិត្តតែថានេះកម្មគាត់ធ្វើម៉េចបើកម្មគាត់អញ្ចឹងគាត់មកជួបប្តីគាត់អញ្ចឹងកម្មគាត់អញ្ចឹងមកជួបកូនគាត់អញ្ចឹងសិទ្ធិកម្មទាំងអស់ម្ល៉េះហើយកាលណាបើយើងស្គាល់កម្មរបស់យើងគឺយើងអត់ត្រូវការទៅបន្ទោសទៅជេរទៅស្ដីជនណាម្នាក់ដែលធ្វើឲ្យទ្រព្យយើងមានទេនេះជាកម្មរបស់ខ្លួនបានលទ្ធផលជួបអញ្ចឹងគេបំផ្លាញគេលួចគេឆក់សុទ្ធតែជាផលរបស់កម្មរបស់យើងទាំងអស់ហើយអំពើដែលគេធ្វើនោះមកលើយើងគឺជាកម្មថ្មីរបស់គេដែលត្រូវទទួលផលក្នុងអនាគតកាលវិញយើងទទួលផលកម្មចាស់គេសាងជាមួយយើងដើម្បីសាងកម្មរបស់គេក្នុងបច្ចុប្បន្ននិងត្រូវទទួលទៅក្នុងអនាគតគេអ្នកទទួលក្នុងគេយើងសោយផលនេះឲ្យយល់ហ្នឹងអញ្ចឹងបានពុទ្ធថាម៉េចកាលណាបើយើងយល់អញ្ចឹងតាំងយើងមានសេចក្តីយល់ថាអ្នកធ្វើល្អបានល្អអ្នកធ្វើអាក្រក់បានអាក្រក់ដោយពុទ្ធលោកពោលថាកល្យាណការីកល្យាណੰបាបការីចបាបកម្មអ្នកធ្វើល្អបានល្អអ្នកធ្វើអាក្រក់បានអាក្រក់ឃើញទេសទ្ធិអសទ្ធិបច្ចតੰនិយោអញ្ញំវិសោតយេសេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធវាស្រេចទៅលើខ្លួនឯងជាអ្នកដោះលាងមិនអាចញ៉ាំងជនដទៃឲ្យដោះលាងបានឡើយអញ្ចឹងនេះអានឹងអញ្ចឹងមិនអាចញ៉ាំងជនដទៃដោះលាងបានឡើយណាគឺខ្លួនយើងទាំងអស់នេះខ្លួនយើងទាំងអស់ខ្លួនយើងទាំងអស់ខ្លួនយើងជាអ្នកធ្វើខ្លួនយើងអ្នកទទួលកាលណាបើយើងអញ្ចឹងហើយអត់មានបញ្ហាទេដូចអង្គុលមាឃើញទេទៅបិណ្ឌបាតស្រុកដបងខ្លះដុំដីខ្លះប្រកេះហូរឈាមលហាមបាតបែកលហែកចពោមិនបានបាយហើយបានផលអញ្ចឹងមកហើយធ្វើដំណើរទៅថ្វាយបង្គំព្រះដ៏មានភាពហើយពោលថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមទ្រង់ប្រមេត្តាប្រោសកលេចមើលទូប្រះបង្គំចពោក៏លហែកបាតក៏បែកប្រកេះក៏ឈាម
ព្រះពលតបថាណែស្រំអង្គស្រំសមណៈពាក្យស្រំណាណែស្រំគឺសមណៈនឹងឯងឬថាណែសមណៈណែស្រំដូចគ្នាទេតើណែឯងទ្រាំបានទេបើសិនជាណែឯងអត់ទ្រាំទេឯងនឹងចុះទៅក្នុងមហានរកដ៏ជ្រាលជ្រៅរកទីបំផុតគ្មានបើសិនជាអ្នកទ្រាំបានអ្នកនឹងផុតទុក្ខអង្គលមេថាបបព្រះអង្គទូលប្រាប់បង្គំខ្ញុំទ្រាំបាននេះជាកម្មរបស់ខ្ញុំព្រះអង្គហេពួកលោកសម្រាប់គេរាប់រយណោនេះជា